ចាសួស្តីបងប្អូនអរគ្នាថ្ងៃនេះមកធ្វើបង្កឆាតជាមួយខ្ញុំទាំងអស់គ្នាចាបង្កឆាតគេគឺថាភាគច្រើនគេយកត្រីរស់តាចំណែកខ្ញុំគឺថាយកត្រីអណ្ដែងព្រោះថ្ងៃនេះមិនបានព្រៀងទុកថាធ្វើត្រីបង្កឆាតទេក៏ប៉ុន្តែបើកទូមកឃើញត្រីអណ្ដែងមួយនៅក្នុងទូហើយក៏ឃើញកញ្ឆែតល្អៗជាច្រើនដែរអញ្ចឹងទៅក៏ខ្ញុំរៀបចំធ្វើត្រីបង្កឆាតតែម្ដងចាឥឡូវគ្រឿងផ្សំយើងហាន់រួចហើយចាខ្ញុំយកមកកិនចាកិនជាវាម៉ត់ជាងណាបងប្អូនបើបងប្អូនអត់មានប្រដាប់កិនយើងអាចយកទៅបុកក៏បានចាឥឡូវនេះយើងធ្វើការរំលីងខ្ទឹមសរបស់យើងហើយនឹងស្ករឲ្យក្រហមឈ្ងុយអញ្ចឹងណាបងប្អូនហើយបន្ទាប់មកយើងចាក់គ្រឿងបុករបស់យើងចូលចាបន្ទាប់ពីយើងចាក់គ្រឿងបុករបស់យើងហើយយើងកូរឲ្យវាឈ្ងុយណាបងប្អូនកូរឲ្យវាដាច់ទឹកគ្រឿងយើងពេលដែលយើងកិនទៅយើងដាក់ទឹកបន្តិចបានកិនទៅវាម៉ត់អញ្ចឹងណាបើយើងបុកទៅយើងមិនចាំពិបាកកូរអីច្រើនទេចាបង្កឆែតខ្ញុំគឺថាធ្វើខុសពីគេដែរចាបើគេធ្វើបង្កឆែតម្យ៉ាងទៀតគឺគេស្ងោរត្រីបងប្អូនត្រីមួយគេបំពងត្រីមួយគេស្ងោរបេះយកសាច់បុកជាមួយគ្រឿងហើយចាំយកមកឆាចាឆាហើយគេចាក់ខ្ទិះដូងគឺគេយកមកស្រោចលើត្រីបង្កឆែតចានេះចំណែកខ្ញុំគឺខ្ញុំអត់មានត្រីយកមកស្ងោរបុកជាមួយគ្រឿងយកមកឆាទេគឺខ្ញុំឆាគ្រឿងសុទ្ធតែម្ដងចាយើងធ្វើរបៀបនេះក៏បានដែរបងប្អូនគឺថាគ្រឿងរបស់យើងខាប់ហើយយើងមករៀបចំត្រីចារៀបចំត្រីដាក់ទៅលើកញ្ឆែតហើយគឺយើងចាក់ទឹកខ្ទិះរបស់យើងចូលតែម្ដងចាទឹកគ្រឿងណាបងប្អូនចាទឹកយើងឆាគ្រឿងហ្នឹងគឺថាមានខ្ទិះដូងខ្ទិះអីយើងស្រោចលើត្រីបង្កឆែតយើងទៅចាបន្ទាប់ពីខ្ញុំស្រោចហើយខ្ញុំយកទៅដាក់លើហ្គាសអញ្ចឹងណាបងប្អូនយើងហូបក្តៅក្តៅអញ្ចឹងទៅបានវាមានរសជាតិឆ្ងាញ់ចាចំណែកខ្ញុំថ្ងៃនេះគឺថាខ្ញុំយកមកនៅខាងក្រៅចាឃើញថាថ្ងៃនេះអត់មានភ្លៀងអញ្ចឹងទៅមើលទៅទេសភាពស្រស់ស្អាតចាអញ្ចឹងទៅខ្ញុំយកត្រីបង្កឆែតមកញ៉ាំនៅក្រៅអញ្ចឹងណាដើម្បីស្រូបយកខ្យល់អាកាសបរិសុទ្ធហើយនឹងទេសភាពស្អាតអញ្ចឹងណាបងប្អូនចានេះត្រីបង្កឆែតយើងធ្វើត្រីអណ្ដែងត្រីវារាងសាច់ស្វិតដែរអញ្ចឹងណាបងប្អូនចាប៉ុន្តែមានរសជាតិឆ្ងាញ់ដូចគ្នាបងប្អូនចាត្រីយើងស្រួយហើយគ្រឿងរបស់យើងគឺថាយើងឈ្ងុយខ្ទិះដូងអញ្ចឹងណាឆ្ងាញ់បងប្អូនចាចាប់មួយម៉ាត់ហើយគេថាចង់មួយម៉ាត់ទៀតគេថារសជាតិវាគេថាឆ្ងាញ់មែនតើហើយចំណែកនៅក្រៅគេថាខ្យល់ខ្លាំងណាបងប្អូនហើយខ្យល់ជាក់ស្រួលអញ្ចឹងទៅយើងយកបាយមកញ៉ាំនៅក្រៅអញ្ចឹងណា